បាទជម្រាបជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំនឹងមកបានដល់វត្តកោះធំម្ដងទៀតហើយបាទហើយថ្ងៃនេះយើងមកឃើញថាទូកទាំង3នេះគេបានឡើងក្តារហក់ហើយឡើងកង់ជាស្រេចបាច់អស់ហើយពុកម៉ែបងប្អូនហើយក៏ទូកទី3ហ្នឹងក៏ឡើងបានកង់ហើយនឹងក្តារហក់ហើយនឹងនៅតែដាក់ក្បាលទូកទៀតទេហើយពុកម៉ែបងប្អូនបាទឥឡូវហ្នឹងថ្ងៃនេះយើងមកចឹងទៅឃើញថាទស្សនភាពនៅកន្លែងនេះក៏ស្អាតយ៉ាងដែរហើយបាទហើយយើងមើលឃើញថាទូកទាំង3នេះបានឡើងក្តារហក់ហើយឡើងកំឲ្យអស់ហើយនៅតែទូកនៅតែក្បាលទូកខាងទូកទី3ទៀតបាទខាងទូកទី3ហ្នឹងអត់តបានឡើងក្បាលទូកទេពុកម៉ែបងប្អូនបាទយើងឃើញថានេះទូកទី3នៅខាងនោះបាទថាខាងនេះគឺឡើងក្បាលទូកហើយក៏ប៉ុន្តែអត់តបានឈូសបានកែឡើងទៀតទេពុកម៉ែបងប្អូនបាទហើយថ្ងៃនេះជាងលុងហ្នឹងគាត់ទៅភ្នំពេញវិញហើយបាទហើយទូកក៏ឃើញថាឡើងនេះក្តារអង្គុយលឹតហ្នឹងបាទគាត់ដាក់ឡើងហើយជាសាច់ហើយបាទនឹងទូកទី2ហើយទូកទី1ក៏ឡើងសាច់ដែរបាទនៅតែទូកទី3បាទនៅទៅទូកទី3ទៀតនៅឡើងកសៃនឹងក្បាលបាទឥឡូវនេះឡើងបានរូបរាងចេះហើយណាបាទនេះរូបរាងឡើងចឹងហើយនៅតែក្បាលទូកថែមតែបន្តិចទៀតទេនឹងឃើញសម្រាប់អស់ហើយបាទហើយនៅទូកទី3ហ្នឹងនៅតែថែមតែក្តារអង្គុយចឹងនេះក្តារចឹងហ្នឹងបាទហ្នឹងហើយមិនតន់ឡើងហើយបាទហើយឥឡូវតបនេះយើងដើរមកខាងក្រោយនេះទៀតយើងមើលតើទូកទី2បានរបៀបណាខ្លះបាទនេះឡើងគឺឡើងឡើងក្តារអង្គុយបាទអង្គុយលឹតនឹងនៅខាងក្រោយនេះក៏ឡើងហើយអស់ហើយបាទហើយនៅតែឈូសកសៃនឹងក្បាលទូកទៀតទេបាទចំណែកដែលតានៅជួយធ្វើនឹងកាត់ដើម្បីទឹកធ្វើជាក្តារអង្គុយហ្នឹងបាទពុកម៉ែបងប្អូនហើយចំណែកដែលតាជាងកាត់អ្នកលុងឈើហ្នឹងឥឡូវគាត់បានទៅស្រុកវិញហើយបាទបានទៅកម្ពុជាវិញហើយគាត់ថានៅតែប្រហែលថ្ងៃទៀតទេបើសិនជាវត្តអណ្ដូងជែកនៅពលាវយើងហ្នឹងត្រូវការមកលុងទេគាត់នឹងមកថែមម្ដងទៀតបាទឥឡូវនេះកំពុងថាតាក់ទួងទៅធ្វើនៅវត្តអណ្ដូងជែកហ្នឹងប៉ុន្តែអត់តដឹងថាពេលណាទេប៉ុន្តែដូចថាចាំតែមើលតើអ្នកគណៈកម្មការនៅវត្តអណ្ដូងជែកហ្នឹងតើត្រូវការពេលណាទៅអាឡូគាត់មកព្រាមបាទគាត់មកហ្នឹងគាត់មកលុងធ្វើដូចជានៅកោះធំចឹងដែរពុកម៉ែបងប្អូនបាទហើយចំណែកយើងថាអណ្ដូងជែកយើងក៏មិនតាន់រៀបចំនឹងត្រៀមអ្វីទេប៉ុន្តែដូចថាលិសូតែពូជាងមិញហ្នឹងគាត់ទេមកហ្នឹងគាត់និយាយថាcũngមានអ្នកតាក់ទងចឹងថាចាំមកអណ្ដូងជែកចឹងដើម្បីមកលុងទូកអណ្ដូងជែកមួយទៀតបាទយើងអត់ដឹងថាអណ្ដូងជែកវត្តអណ្ដូងជែកហ្នឹងហៅថាព្រាមអ្វីទេប៉ុន្តែដូចថាគឺសូតែឈ្មោះថាវត្តអណ្ដូងជែកចឹងណាបាទហើយឥឡូវទូកទី1ហ្នឹងក៏ធ្វើឲ្យអស់ដែរក៏ប៉ុន្តែមិនតាន់ណាឈូសឡើងមិនតាន់កែឡើងពីខាងក្បាលខាងកន្ទុយទេពុកបងប្អូនឃើញថាក្បាលទូកនៅអញ្ចឹងហ្នឹងអត់សូវស្រាវហ្នឹងគាត់នៅមិនតាន់ឈូសឡើងទៀតតែបាទកណាពេលឈូសឡើងហើយមិនឃើញស្រាវបាទឃើញថាក្បាលទូកមិនតាន់សូវស្រាវហ្នឹងឥឡូវចាំដល់ពេលកន្លះទូកហ្នឹងមកវិញហើយនឹងឈូសឆាយឡើងទៀតទៅមិនឃើញស្រាវបងប្អូនមានបងប្អូនខ្លះថាក្បាលទូកមិនសូវស្រាវឃើញឃើញមិនថាមិនសូវអលួចទេបាទអត់អីទេប៉ុន្តែនៅដល់ពេលកន្លះទិញមកហើយនឹងឈូសឡើងម្ដងទៀតបាទនឹងកែឡើងទៀតដល់ពុកម៉ែបងប្អូនហើយពេលនោះឃើញប៉ុន្តែឃើញស្រាវមួយណាបាទឥឡូវមានតានៅតែពីម្នាក់អញ្ចឹងជួយធ្វើក្តារ
cái đàn cưới á mà cái đàn cưới dương đó nên cứ đặt cái đà đặt tăng cho nó bà lợi ní dân khinh tha tuôn nó có hơi bắt sập pram cao sập thẹo của ấy nơi tây chu thêm tích tua chết tê hay mình thêm po từ po chẳng hạn mình lấy cái bạch cái bô chứ mình nhưng việc ra hàng và từ nãy giờ tu ra nơi thằng lúc rồi tu tiếp tí của chân đây và từ xa mà và nên hai cứ tới bị thằng cào tu tới nước tung mau phồn và nên ở tung mau phồn nhưng mơ tôi sẽ nào hình thà hình chích hình mà ta tu chụp ra na hay nên triều được việc na và nên hai thông được việc na tăng cuối ta tăng tụt tí bấy tụt tí bấy ra là này á chiang bẻm phăng mà thôi bà tăng quỳ tụ tí bay và tụ tí muối tí pi bàn hai sạch ấy bà ní hay tu tí pi bà nên tu tí pi đặt ra hai ở hai nhưng bà đặt đà tu quỳ đó bà đặt dạng sạch hơi tu tí bay và tu tí bay nó khang đi tu tí bay có đặt còng hai lên cái đà học hai này bè cái thằng cái đà sập nữa ấy bà chỉ là những đã tới hàng múc nữa bà ui khinh siêu ngon mà tụ tivi khinh siêu nó bụng ngon bà khinh siêu mà này đặt hai on chẳng ai bụng ngon của ấy đặt hơi nó có bụi chiên gật nơi phần pính gật bàn quân luôn nhai gật bàn từ
ទៅស្រុកគាត់វិញណាបាទឥឡូវចាំតែពេលវេលាណាមួយហ្នឹងវត្តដងជេកចាប់ដើមធ្វើហ្នឹងគាត់មើលទៅគាត់ប្រហែលជាគាត់មកលុងពុកដងជេកដែរពុកម៉ែបងប្អូនបាទពីព្រោះតែគេចាំតែអ្នកលុងឈើបាទបាទឥឡូវឃើញថាថ្ងៃនេះក៏ផ្អាក់ធ្វើមួយពេលបាទឃើញថាតាបានតែ2នាក់ទេបាទហល់ថ្ងៃអញ្ចឹងមានពូជាងនៅភ្នំពេញហើយនឹងពូគាត់នៅខាងនេះគាត់មកជួយម្នាក់មួយថ្ងៃ2ថ្ងៃអញ្ចឹងឥឡូវថ្ងៃនេះបានតែតាបាន3នាក់បាទនឹងថ្ងៃទូកទី3បាទទូកទី3ឡើងឃើញថាឡើងឃើញកង់ឡើងក្រាស់ហក់ហើយអស់បាទឥឡូវយើងខ្ញុំក៏សុំអរគុណពុកម៉ែបងប្អូនដែលបានទស្សនាតាមវីដេអូរបស់យើងខ្ញុំចឹងឥឡូវពេលនេះក៏ខ្ញុំក៏មានអ្វីតបស្នងសងគុណដែរមានតែអំរៀបដៃ10លើកឡើងដើម្បីអរគុណដល់ពុកម៉ែបងប្អូនដែលបានទស្សនាតាមវីដេអូហើយដែលបានជួយចុច share ចុច like subscribe ឲ្យយើងខ្ញុំចឹងហើយក៏យើងខ្ញុំក៏សូមអរគុណជាច្រើនបាទសូមជូនពរសុខភាពដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាបានសិរីសុខស្ដីនិងសុខមង្គលរបស់សុខទាំងអស់គ្នាណាបាទឥឡូវក៏គ្មានអីជាតំណាងឲ្យពុកម៉ែបងប្អូនដែរមានតែដើរទៅថតវីដេអូអញ្ចឹងចែកជូនពុកម៉ែដើម្បីទស្សនាអញ្ចឹងណាពុកម៉ែបងប្អូនណាហើយឥឡូវក៏យើងខ្ញុំក៏សូមផ្អាកនាទីតំណឹងដែរបាទហើយយើងខ្ញុំក៏សូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនបាទ